ជាដំបងនាងខ្ញុំសូមជម្រាបសួរលោកគ្រូនាងខ្ញុំឈ្មោះសុវណ្ណសីនិតសម្រាប់ថ្ងៃដែរនៅក្នុងមេរៀនទី3ការវិតម្លៃផ្នែកចំណេះដឹងនិងដំណើរការបញ្ញាសម្រាប់មេរៀនទី3នេះដែរគឺនាងខ្ញុំបានអានរួចរាល់និងធ្វើការសង្ខេបនៃមេរៀនទី3នេះវត្ថុបំណងសិក្សា1ប្រាប់ពីប្រភេទតេស្តផ្សេងបានត្រឹមត្រូវចំណុចទី2អនុវត្តការសួរសំណួរដើម្បីឆ្លើយតបតាមកម្រិតរបស់ឡូមតាក់សូណូមីផ្នែកចំណេះដឹងចំណុចទី3ជ្រើសរើសការធ្វើតេស្តដែលសមស្របជាមួយនឹងកម្រិតឡូមតាក់សូណូមីក្នុងការបង្កើតតេស្តរបស់ខ្លួនចំណុចទី4កំណត់លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសលទ្ធផលសិក្សារំពឹងទុកមួយពេលសិក្សាសេចក្តីផ្ដើមការវិតម្លៃដែលអាចទុកចិត្តបានចាប់ផ្ដើមជាមួយនឹងការពណ៌នាច្បាស់នៅសម្បទាសិក្សារំពឹងទុករបស់សិស្សសម្បទាដែលចង់បាននេះជាលទ្ធផលពីការសិក្សារបស់សិស្សប្រយោគច្បាស់នៃលទ្ធផលរំពឹងទុកគោលបំណងវត្ថុបំណងស្តង់ដារឬអ្វីដែលសិស្សគួរដឹងនិងអាចធ្វើបានចេញពីចំណេះដឹង 1.1 ការពិនិត្យឡើងវិញនៅឥទ្ធិពលដែលចាស់លើការសិក្សារបស់សិស្សនិងវិតម្លៃការផលិតគោលនយោបាយយកច្បាស់ហើយថាដើម្បីទទួលបានជោគជ័យនៅសាកលវិទ្យាល័យនិងកន្លែងធ្វើការកូនសិស្សត្រូវចំណុចទី1ត្រៀមខ្លួនជាស្រេចសម្រាប់បំណិនផ្សេងចំណុចទី2ចរិយាសម្បទាលើពីចំណេះដឹងឯកទេស 1.2 លទ្ធផលសិក្សាលក្ខណៈវិនិច្ឆ័យត្រូវបានប្រើប្រាស់ជ្រើសរើសសម្ភារៈឧបទេសពង្រៀនឬគ្រោងខ្លឹមសារនៃមេរៀនអភិវឌ្ឍដំណើរការបង្រៀននិងរៀនរៀបចំតេស្តនិងការប្រឡង 1.3 គោលបំណងនៃការអប់រំគោលបំណងនៃការអប់រំគឺជាប្រយោគទូទៅអំពីលទ្ធផលសិក្សារបស់សិស្សដែលចង់បានក្រោយរៀនចប់តាមកម្រិតសិក្សាឧទាហរណ៍នៃគោលបំណងការអប់រំចំណុចទី1យល់និងឲ្យតម្លៃចំណេះដឹងវិទ្យាសាស្ត្ររៀនគិតនិងសិក្សាដោយឯករាជ្យក្លាយជាពលរដ្ឋល្អលើកបំណិនទំនាក់ទំនងជាដើម1.4 ស្តង់ដារជាប្រយោគអំពីដែលសិស្សគួរដឹងនិងគួរធ្វើឲ្យបាននៅក្នុងខ្លឹមសារមេរៀនតាមកម្រិតថ្នាក់ឧទាហរណ៍នៃការសរសេរលទ្ធផលស្តង់ដារសិស្សនឹងបង្ហាញការយល់នៃរដ្ឋធម្មនុញ្ញចំណុច2សិស្សបញ្យល់ដោយសរសេរពីកថាខណ្ឌស្ដីពីអ្វីដែលអាចធ្វើឲ្យវត្ថុលេចឬអណ្ដែតបានចំណុចទី3សិស្សអនុវត្តចំណេះដឹងនៅទំនាក់ទំនងពាក្យចំណុចទី4សិស្សនឹងស្វែងយល់ថាតើវត្ថុអាចក្លាយជាដុំម៉ាស់វត្ថុរាបឧស្ម័នជាដើម 1.5 វត្ថុបំណងការអប់រំវត្ថុបំណងការអប់រំប្រយោគនៃការអនុវត្តជាក់ស្ដែងដែលត្រូវបានបង្ហាញនៅចុងមេរៀននីមួយៗវត្ថុបំណងការអប់រំនៅទីនេះមានន័យដោយវត្ថុបំណងការបង្រៀននិងរៀនហើយ
សំដៅលើលទ្ធផលសិក្សារបស់សិស្សដែលចង់បានលទ្ធផលសិក្សារំពឹងទុកស្ដែងចេញជាអាកប្បកិរិយាជាក់លាក់សង្ខេបគំនិតសំខាន់នៃអត្ថបទអានសរសេរចំណងជើងនៃអត្ថបទអានពន្យល់ដំណើរការរស្មីសំយោគជាដើមតើវត្ថុបំណងនៃការបង្រៀនជាអ្វីវត្ថុបំណងនៃការបង្រៀនគឺជាលទ្ធផលសិក្សារំពឹងទុកឬជាសមត្ថភាពរបស់អ្នកសិក្សាដែលទទួលបានពីការបង្រៀនហើយត្រូវបានបញ្ជាក់នៅក្នុងវិធីមួយដែលអាចសង្កត់និងវាស់វែងបានការវាយតម្លៃដែលមានចម្លើយតែមួយជាក់លាក់ការវាយតម្លៃសិក្សាដែលមានចម្លើយជាក់លាក់គឺជាមធ្យោបាយនៃការវាស់វែងដោយប្រើទម្រង់សំណួរជាច្រើនដើម្បីតេស្តនៅលទ្ធផលរំពឹងទុកឬសមត្ថភាពរបស់អ្នកសិក្សាទម្រង់សំណួររួមមានបំពេញចន្លោះសំណួរពហុជ្រើសរើសសំណួរខុសត្រូវនិងសំណួរគូកងជាដើមប្រភេទការវាយតម្លៃនៅក្នុងថ្នាក់ការសួរផ្ទាល់មាត់ការសួរសំណួរបែបមិនផ្លូវការប្រឡងផ្ទាល់មាត់ការវាយតម្លៃរបស់សិស្សការស្ទាបស្ទង់ឥរិយាបថសិស្សនៅក្នុងថ្នាក់រៀនមានកម្រងសំណួរការកំណត់អត្រាពិន្ទុស្វ័យឆ្លុះបញ្ចាំងវាយតម្លៃមិត្តភក្តិប្រភេទនៃលទ្ធផលសិក្សារំពឹងទុកបែបពុទ្ធិចំណេះដឹងការចងចាំអ្វីមួយដែលសិស្សស្គាល់ឬចាំការពិតនិយមន័យពាក្យកន្លឹះបញ្ញត្តិដំណើរការគោលការណ៍និងព័ត៌មានផ្សេងទៀតការយល់ការនិងការផ្ដល់ហេតុផលការយល់មានពីរប្រភេទការយល់ធម្មតានិងការយល់ស៊ីជម្រៅការយល់ធម្មតាស្ដែងចេញតាមរយៈកូនសិស្សសង្ខេបការយល់ដោយប្រើពាក្យខ្លួនឯងនិងប្រើប្រាស់ជំហានដើម្បីដោះស្រាយនិងការអនុវត្តតាមវិធីសាស្ត្រផ្សេងការយល់បែបស៊ីជម្រៅកូនសិស្សការយល់បែបស៊ីជម្រៅមានន័យជាច្រើនដូចជាកូនសិស្សដឹងអំពីចំណុចសំខាន់នៃអ្វីមួយការយល់បែបស៊ីជម្រៅកូនសិស្សអាចគិតអំពីអ្វីមួយនិងប្រើប្រាស់ចំណេះដឹងក្នុងរបៀបថ្មីឬតាមរបៀបស្មុគស្មាញកូនសិស្សអាចចាប់យកគំនិតថ្មីនិងសារៈប្រយោជន៍នៃសារៈប្រយោជន៍ជាច្រើនទៀតផងដែរកូនសិស្សអាចរកឃើញនិងបកស្រាយទំនាក់ទំនងថ្មីកសាងការពន្យល់ស៊ីជម្រៅនិងផ្ដល់ហេតុផលជាមួយការយល់ដឹងរបស់ពួកគេការផ្ដល់ហេតុផលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ខួរក្បាលដោយទាញយកចំណេះដឹងមកប្រើដើម្បីសម្រេចកិច្ចការការដោះស្រាយបញ្ហាការសម្រេចចេញការទាញសន្និដ្ឋានការគិតប្រកបដោយភាពច្នៃប្រឌិតនៅអ្វីដែលថ្មីមានភាពល្អប្រសើរការគិតប្រកបដោយវិចារណញ្ញាណការកំណត់សមត្ថកម្មការធ្វើទូទៅដើម្បីឲ្យកិច្ចការខាងលើនេះឲ្យល្អប្រសើរតម្រូវមានធាតុពីរបំណិនប្រើប្រាស់ខួរក្បាលនិងចំណេះដឹងចំណេះដឹងបែបអះអាងនិងបែបដំណើរការ
ចាលោកគ្រូសម្រាប់មេរៀនទី3នេះគឺនាងខ្ញុំបានសង្ខេបរួចរាល់អរគុណលោកគ្រូជំរាបលាលោកគ្រូ